ប៉ុនចំហៀនតែងចាប់ផ្ដើមពីមួយចំហៀនរឿងអស្ចារ្យតែងកាត់ឡើងពីការយកចិត្តទុកដាក់លើរឿងតូចៗក្នុងដំណើរនៃជីវិតពុំគួររស់នៅដោយការប្រមាថខ្ញុំពិតជាចូលចិត្តអានរឿងនិទានណាស់ហើយរឿងនេះបានផ្ដល់តម្លៃអប់រំយ៉ាងល្អដល់ខ្ញុំគឺរឿងទន្សាយនិងអណ្ដើកទន្សាយបានធ្វើការភ្នាល់គ្នារត់ជាមួយអណ្ដើកបើគ្រាន់តែផ្ដើមសាច់រឿងពិតណាស់ខ្ញុំប្រកាសជាគិតថាទន្សាយជាអ្នកឈ្នះតែផ្ទុយទៅវិញគឺអណ្ដើកជាអ្នកទទួលបានជ័យជំនះតែមិនមែនដោយសារតែអណ្ដើករត់លឿនជាងទន្សាយទេនោះព្រោះតែអណ្ដើកគ្រាន់តែបានត្រៀមខ្លួនរួចជាការស្រេចក្នុងការប្រកួតហើយមិនអស់សង្ឃឹមចំពោះខ្លួនឯងទោះអ្នកផ្សេងមើលមកថាខ្លួននឹងមិនទទួលបានជ័យជំនះយ៉ាងណាក៏ដោយនេះជាតម្លៃអប់រំដ៏ល្អដែលយើងអាចយកមកអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបានបន្ទាប់ពីនេះខ្ញុំក៏រៀនពីទន្សាយដែលអាចរត់លឿនជាងអណ្ដើកតែទន្សាយមិនអាចឈ្នះបានដោយសារការប្រមាថលើដៃគូប្រកួតមានអំនួតលើខ្លួនឯងមិនមានការប្រុងប្រយ័ត្នរឿងនេះពិតជាបង្កប់នូវការអប់រំយ៉ាងទូលំទូលាយជាសក្ខីភាពឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតនិងការរស់នៅប្រចាំថ្ងៃ Thank you for listening. Goodbye.